សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនាងខ្ញុំម្ដងទៀតហើយដោយថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញអំពីម៉ាស៊ីនច្រូតម៉ាក Low Volt model ថ្មីមួយទៀតគឺជា model RG 102ដែលមាន2ជម្រើសទី1 model RG 102 Plus គឺជាប្រភេទបង្ហូរច្រកជម្រើសទី2 model RG 102 Evo ប្រភេទបូមបាញ់នាងខ្ញុំសូមបញ្ជាក់ថាម៉ាស៊ីនច្រូតទាំងពីរ model នេះមានលក្ខណៈបច្ចេកទេសដូចគ្នាទាំងអស់ខុសគ្នាត្រង់ថាមួយគឺជាប្រភេទបង្ហូរច្រកនិងមួយទៀតគឺជាប្រភេទបូមបាញ់ដែលមានកម្លាំង102សេសដំបូងបំផុតនាងខ្ញុំចង់មកបង្ហាញកត្រៃនេះមានមុខកាត់រហូតដល់2ម៉ែត្រ3តឹករឹងមាំធ្វើការរហ័សទាន់ចិត្ត1ម៉ោងច្រូតបានរហូតដល់1ហិកតាហើយវាងាយស្រួលសេរីឡើងចុះអាស្រ័យទៅលើប្រភេទដើមស្រូវថាដើមស្រូវខ្លីឬក៏ដើមស្រូវវែងឥឡូវយើងងាកមកមើលបំពង់ករបស់វាវិញបំពង់ករបស់វាធ្វើការអត់ងាយអួលទេវាមានសមត្ថភាពនៅក្នុងការកាវស្រូវចូលទៅក្នុងធុងបោកបានល្អខ្លាំងមែនទែនព្រោះដោយសារបំពង់កនេះទទឹងវាធំ5 តឹកកន្លះហើយកន្លែងដែលពិសេសមួយទៀតគឺវាមានកន្លែងសេរីច្រវាក់បំពង់កដល់ទៅ2តង់អាកន្លែងនេះគឺកន្លែងដែលយើងសេរីជាប្រចាំនៅពេលដែលច្រវាក់បំពង់កហ្នឹងវាយឺតវាលាន់ប៉ុន្តែនៅពេលដែលវាយូរទៅវាលាន់ខ្លាំងទៅច្រវាក់វាយាខ្លាំងទៅគឺយើងមានកន្លែងសេរីមួយតង់ទៀតដែលជាកន្លែងទី2នេះពុកម៉ែបងប្អូននៅកន្លែងនេះដែកនេះគឺពិតជាក្រាស់មែនតើហ្មងពុកម៉ែបងប្អូនអតិថិជនរបស់យើងសរសើរគ្រប់គ្នាពីរឿងដែកឥឡូវនាងខ្ញុំចង់មកបង្ហាញទូបោកសម្រាប់ម៉ាស៊ីនច្រូតទូបោកគឺសំខាន់បងប្អូនទូបោកនេះមានប្រវែងទទឹងរហូតដល់6 តឹក2ហើយប្រវែងបដោយលើសពី2ម៉ែត្រទូបោកនេះវែងទូបោកដែលវែងគឺជាទូបោកដែលបោកស្រូវបានស្អាតល្អខ្លាំងមែនទែនហេតុអីបាននាងខ្ញុំហ៊ាននិយាយដូច្នេះដោយសារតែទូបោកកាលណាតែវាខ្លីពេកនៅពេលដែលវាវិលជុំអញ្ចេះដើមស្រូវចូលមកវាវិលបានតែបន្តិចជុំដើមស្រូវហ្នឹងវាខ្ជាក់ចេញទៅវិញបាត់ហើយប៉ុន្តែទូបោកដែលវែងគឺជាទូបោកដែរដើមស្រូវដែលចូលមកវាបោកបានច្រើនជុំទម្រាំតែវាទៅដល់កន្លែងខ្ជាក់ចេញអញ្ចឹងវាធ្វើឲ្យគ្រាប់ស្រូវដែលនៅជាប់ជាមួយនឹងដើមស្រូវហ្នឹងជ្រុះអស់តែម្ដងទូបោកនេះវាភ្ជាប់មកជាមួយនឹងកញ្ច្រែងរែង3ជាន់នៅខាងក្រោមវាកញ្ច្រែងរែងនេះរែងបានស្អាតល្អមែនទែនដោយសារវាមានប្រវែងវែងអញ្ចឹងវាអត់ងាយឲ្យដោយស្ដីដោយជង្គង់ទេពុកម៉ែបងប្អូនសម្រាប់ model នេះផងដែរវាមានពទាកង់ធំពទាកង់របស់វាទៅតឹងរហូតដល់5 តឹកកន្លះពទាកង់ធំបែបនេះកន្លាកង់ជ្រៅបែបនេះហើយខ្ញាំដីបានល្អអញ្ចឹងបើទោះបីជាធុងស្តុករបស់យើងធំផ្ទុកធ្ងន់ប៉ុណ្ណាក៏ដោយនៅពេលដែលបរទៅលើដីស្រែដីផុកដីលិចទឹកគឺវាអត់រអិលទេបងប្អូនសម្រាប់ model RG 102 Evo ប្រភេទបូមបាញ់របស់យើងនេះធុងស្តុកមានទៅដល់1000 គីឡូ1តោនបងប្អូនអានេះជាប្រភេទទូចរបស់យើងឯណាຂະຫນាតទូចរបស់យើងទេធុងស្តុកធំអញ្ចឹងនៅពេលដែលបងប្អូនទៅច្រូតបងប្អូនច្រូតបានច្រើនគីឡូបានបងប្អូនបកយកមកបូមចាក់ចេញម្ដងអញ្ចឹងវាធ្វើឲ្យការងារមានប្រសិទ្ធភាពខ្ពស់បងប្អូនគិតមើលម៉ាស៊ីនច្រូតធម្មតាច្រូត1ម៉ោងបានកន្លះហិកតាតិចតួចអីរបស់យើងបានរហូតដល់1ហិកតាបាត់ហើយដោយឡែកប្រភេទ RG 102 Plus ដែលជាប្រភេទបង្ហូរច្រករបស់យើងវិញធុងស្តុករបស់វាផ្ទុកបានរហូតដល់400 គីឡូហើយវាមានបង្ហូរច្រកទៅដល់3អញ្ចឹងនៅពេលដែលបងប្អូនឡើងទៅច្រកអាចច្រកម្ដង2នាក់បានបូករួមជាមួយនឹងមុខកាត់កត្រៃធំទៀតការងារច្រកបានម្ដង2នាក់ទៀតធូរកម្លាំងហើយការងារច្រូតបានលឿនប្លុកខ្សែពៀននេះខ្សែពៀនខាងលើគឺជាខ្សែពៀនដែលសំខាន់ជាងគេពីព្រោះនៅពេលដែលវាមានអួលមានបុកមានជាប់គាំងអីខ្សែពៀនហ្នឹងវានឹងទួងផ្ដាច់ប្រព័ន្ធទាំងមូលដែលធ្វើឲ្យអត់មានបញ្ហាទៅដល់ប្រអប់លេខធុងបោកការពារកត្រៃអញ្ចឹងយើងអត់អាចប្រើខ្សែពៀនគុណភាពល្មមបានទេវាអាចឆាប់ឆេះដោយឡែកខ្សែពៀនរបស់យើងនេះវិញជាប្រភេទរបស់ជប៉ុនចំម៉ាកបាន់ដូវាធ្វើការបានយូរម៉ោងសម្រាប់ប្រភេទម៉ាស៊ីនច្រូត RG 102នេះវាមានកម្លាំងសេសទៅដល់102សេសប៉ុន្តែឃើញកម្លាំងខ្លាំងអញ្ចឹងបងប្អូនសូមកុំយល់ច្រឡំថាវាស៊ីប្រេងច្រើនកម្លាំងវាខ្លាំងបានគឺដោយសារទី1វាមានប្រព័ន្ធអូសទាញខ្លាំងប្រព័ន្ធបូមបរបស់យើងហ្នឹងទី2គឺដោយសារតែវាមានប្រព័ន្ធតាក់បូជំនួយបើទោះបីជាកម្លាំងសេសធំប៉ុណ្ណាប៉ុន្តែនៅតែពីស្ទង់4ដដែលទេពុកម៉ែបងប្អូនឥឡូវនេះយើងងាកមកមើលប្រព័ន្ធអូសទាញវិញម្ដងប្រអប់លេខរបស់យើងគឺជាប្រអប់លេខដែលមានប្រើស្បែកចាប់បត់យកតែម្ដងហើយវាមាន4លេខលឿនមធ្យមយឺតលេខដាច់សាមញ្ញមិនសាំញ៉ាំមិនពិបាកក្នុងការជួសជុលហើយអាចផ្លាស់ប្ដូរខ្លួនឯងបានទៀតវាបជាទៅដោយបូមបឬយើងអាចហៅកាត់ថា XST ដែលមានកម្លាំងខ្លាំងហើយបូមនេះគឺជាផលិតផលរបស់រោងចក្រល្បីនៅជប៉ុនម៉ាកកាន់សាគីគឺជា brand ពេញនិយមមែនទែននៅលើពិភពលោកបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែមសូមតាក់ទងមកកាន់លេខទូរស័ព្ទ